Hello សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះយើងនឹងធ្វើការសិក្សាបន្តទៀតអំពីពាក្យនៅក្នុងភាសាចិនអញ្ចឹងមុនពេលយើងចូលទៅសិក្សាពីពាក្យថ្មីខ្ញុំសូមរំលឹកឡើងវិញបន្តិចអំពីពាក្យដែលយើងបានរៀននៅក្នុងវីដេអូចាស់ដែលមានដូចជាមិនម៉ាអូខេអ្នកទាំងអស់គ្នាអញ្ចឹងយើងចូលដល់ពាក្យថ្មីទាំងអស់គ្នា对不且有没有没关系អូខេអ្នកទាំងអស់គ្នាចឹងចំពោះតួអក្សរដែលយើងបានរៀនបាញ់មិញហ្នឹងគឺយើងអាចបូកបញ្ចូលគ្នាដើម្បីបង្កើតបានទៅជាពាក្យទាំងនេះ对不起没关系អូខេអ្នកទាំងអស់គ្នាចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ